បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមអស់ម្សិលមិញបានតំណែងមកលើថាពួកទាហានសៀមចាប់ពលករខ្មែរយើងមានក្មេងតូចតូចក៏មានយុវតីម្នាក់18ឆ្នាំទៅទាហានឈុតខ្មៅរំលោភបុកខ្ញុំពោះចិត្ត7នាក់និយាយរួមទៅបងប្អូនទាំងអស់គ្នាអារឿងនេះមិនមែនតែកាត់ឡើងទេបងប្អូនពួកអាទាហានឈុតខ្មៅនឹងមានតាំងតែសម័យណាសម័យណីមកហើយព្រោះខ្ញុំដឹងស្រាប់ហើយពួកអាទាហានឈុតខ្មៅគឺពួកអាចចេញពីគុកពួកអានៅក្នុងគុកពួកថៃគេយកពួកទាហាននឹងជួមមុខបាទហើយដូចជាខ្មែរយើងយកខ្មែរក្រហមជួមមុខតែខ្មែរក្រហមមិនប្រេកផ្សាយដូចវាថ្នាក់ហ្នឹងទេហើយប្រវត្តិសាស្ត្របងប្អូនទាំងអស់គ្នាតាំងពីខ្ញុំនៅជរំពួកអាទាហានឈុតខ្មៅនេះរំលោភចាក់សាំងដុតសម្លាប់ដូចខ្ញុំបានរៀបរាប់ពីមុនយូរហើយបងប្អូនណាចាំបានក៏ចាំបងប្អូនប្រហែលបងប្អូនមួយចំនួនគាត់បានមើលคลิปខ្ញុំគាត់បានស្ដាប់អ្វីដែលខ្ញុំបាននិយាយពីមុនមកតែខ្ញុំនៅតូចនៅជរំទាត់ធាក់ចង់ធ្លាក់ថ្លើមខ្ញុំប្រាប់ពួកអាទាហានថៃពួកអាទាហានឈុតខ្មៅហ្នឹងពួកអាចោមសៀតអស់ហ្នឹងចាំអត់ភ្លេចទេតើទោះខ្ញុំនៅតូច6 7ឆ្នាំក៏ខ្ញុំចាំជានិច្ចនៅជរំសៃធូនងច័ន្ទចាក់សាំងដុតខ្មែរយើងទាំងរស់ក៏មានដែរខ្ញុំប្រាប់ខ្ញុំនៅចាំអត់ភ្លេចទេឥឡូវមកអញ្ចឹងទៀតពួកអាទាហានឈុតខ្មៅនឹងទៀតបាទវាប្រៃផ្សាយមែនតើវាចាប់គក់ក្មេងៗបាទវាយរំលោភនៅស្រីគ្នាទៅអាយុ18ឆ្នាំបោកប្រៃផ្សាយមែនតើពួកអាចោមសៀតអស់នេះចឹងបងប្អូនទាំងគ្នាខ្ញុំក៏មិនហ៊ាននិយាយទេព្រោះខ្ញុំគ្មានសិទ្ធអីទៅធ្វើឲ្យពួកវាបានទេតែអ្វីដែលសំខាន់ខ្ញុំឲ្យសុំឲ្យកម្មពីបាទទេវតាមានភ្នែកពួកឯងត្រូវទទួលផលកម្មរបស់ពួកឯងអញទៅធ្វើឯងមិនបានទេព្រោះអញវានៅនេះវាមិនអាចទៅធ្វើអីទៅចាប់ចងឯងបានទេបាទមានសិទ្ធទេប៉ុន្តែអញចង់និយាយថាកម្មពីមានពិតពួកឯងនឹងទទួលផលកម្មដែលឯងប្រព្រឹត្តបាទឯងធ្វើទាំងអស់ហ្នឹងអញសុំប្រាប់ណាពួកมึงនេះណាขนาดเด็กมันยังต่อยเลยแล้วก็ข่มขืนแม่งเจ็บกว่าคนไอ้พวกทหารชุดดำเนี่ยนะพวกมึงอ่ะกูไม่ได้ทำอะไรพวกมึงได้แต่ว่าเวรกรรมมันมีจริงพวกมึงต้องได้รับชัยกรรมทั้งนั้นกูจะบอกให้ขอเตือนมึงนึงโคตรชั่วจริงๆเลยไอ้พวกซาลาเลวไอ้ทหารชุดดำนะมึงข่มขืนเด็กนะมึงตีต่อยเด็กมึงเตะเด็กไอ้สัตว์ไอ้เวรนั่นทำคนที่อ่อนแอพวกมึงไอ้เหี้ยมึงไปทำไรเด็กได้ยังไงวะกูตั้งแต่เล็กจนโตกูดูแลพวกเขาตลอดนะไอ้เด็กกำพร้าเด็กอะไรแล้วแต่ไม่ใช่ลูกกูหรอกแต่กูดูแลเขาอย่างดีกว่าพวกมึงไอ้สัตว์ไอ้เวรไอ้พวกสันดานทหารชุดดำไอ้ทำไรเด็กได้ยังไงปะผมไม่เข้าใจพวกมึงจริงๆฝากบอกด้วยนะกูจะจดจำไว้ตลอดชีวิตของกูเลยไอ้พวกทหารชุดดำแค่นี้เว้ย